ខ្ញុំធ្វើប្រពន្ធបងអ្នកដតីថាយ៉ាងម៉េចទេប្រាប់ពួកគេទៅពួកយើងមិនមែនបងប្អូនបង្កើតទេអេបងប្រុសបងប្អូនបង្កើតហើយនឹងប្រពន្ធមានត្រង់ណាមិនដូចគ្នាប្រពន្ធគឺត្រូវតែមានកូនបងប្អូនមិនអាចមានទេហើយពួកខ្ញុំស្មោះត្រង់ជាមួយព្រះអង្គពេកហើយព្រោះតែក្បិតមួយឡើងបនស័កឡើងតំណែងមានអីពាក់ព័ន្ធជាមួយគ្នាទៅហើយព្រោះតែក្បិតមួយគាត់ខំប្រឹងប្រែងបែបនេះវាមិនសមតលទេសោះណាលោកម្ចាស់ព្រះអង្គចង់បានក្បិតទេមានគោលបំណងផ្សេងហើយប៉ុន្តែពួកយើងមិនទាន់យល់ព្រះអង្គហើយនឹងឪពុកលោកម្ចាស់មានកំណត់យ៉ាងម៉េចនោះទេទូកៅឆាពួកបកគលការងារខ្ញុំធ្វើតាមគាត់ទាំងអស់មិនដែលប្រឆាំងជាមួយនឹងគាត់ទេដូចប្រហែលថ្ងៃមុនអញ្ចឹងអ្នកយកកំបិតមកបោកប្រាស់បើគុំតែយើងមកដល់នោះពួកខ្ញុំមិនថាកំបិតទេឬកំបិតខ្លាំងខ្លាយទេគាត់ពិតជាកាប់គេឲ្យងាប់ចិត្តមិនខានឡើយហើយខ្ញុំក៏មិនយល់គេដែរលោកម្ចាស់លោកកុំធ្វើទាំងច្រឡោតបានទេលោកម្ចាស់លើកមុនខ្ញុំធ្វើការប្រហែសបាននាំគេមកដល់រាជធានីជួបជាមួយលោកម្ចាស់ធ្វើឲ្យលោកម្ចាស់ហើយនឹងលោកម្ចាស់ចាញ់បោកអាចចង្រៃនោះថែមទៀតផងរឿងនេះបន្ទោសលោកទាំងអស់មិនបានទេពីព្រោះគេជាមែនតែនអញ្ចឹងពួកខ្ញុំផ្ញើសម្បត្តិមកទៀតហើយទឿនពួកយើងឲ្យស៊ើបដំណឹងពីកំបិតអ៊ូជីលោកម្ចាស់ខ្ញុំកំពុងសង្ស័យថាកំបិតអ៊ូជីគឺនៅតាមមកពួកយើងនេះហើយខ្ញុំដឹងច្បាស់ណាស់កំបិតអ៊ូជីមកអត់ស្មល់ទៅអត់ស្មល់ប្រសិនមិនមែនហេតុអីក៏សម្លាប់លោកម្ចាស់ធំងាយស្រួលម្ល៉េះពួកយើងទៅបីអ្នកស្ទើរនឹងបាត់បង់ជីវិតហើយស្លាប់មែនទេអស់ចាស់ទៅហើយអត់ពីលោកម្ចាស់ធំទៅតើបើពួកយើងត្រូវទៅរកម្ចាស់ផ្សេងហើយពួកយើងទៅនៅជាមួយអ៊ីតាសៀនទៅល្អទេអ៊ីតាសៀននិយាយដូចជាស្រួលសំបីតែលោកម្ចាស់ធំមិនដែលឃើញមើលផងគេមានក្បាលប្រមាណមានដៃប្រមាណទៅឯងដឹងទេហើយលោកម្ចាស់ធំស្លាប់លោកម្ចាស់ទី2ស្លាប់ទៀតហ្វឺលីស្លាប់បាយបន្តមកគឺសាយសៀវហ្វុងហើយនឹងបងប្អូនសៀវហ្វុងតែជួបយមរីហើយឆៅលីឆឹងតែជាខ្មៅក្បត់ក្បាលឥឡូវនៅសតហ្វូថូហើយនឹងហ្វាលីភ័យតែប៉ុណ្ណោះទេហេបើចឹងយើងទៅនៅជាមួយហ្វាលីភ័យមួយហើយនិយាយស្អីហ្វាលីភ័យខែមុនត្រូវទីហ៊ានរាជការចាប់បាត់ទៅហើយពេលនេះគេនៅក្នុងគុករងចាំថ្ងៃស្លាប់តែប៉ុណ្ណោះទេពី3ថ្ងៃទៀតគេយកទៅប្រហារជីវិតបាត់ទៅហើយបើសិនជាហូសៀនលងមករករឿងពួកយើងតើគិតយ៉ាងម៉េចទៅហើយរងចាំតែថ្ងៃស្លាប់ទៅដើមឈើចាស់គង់តែមានថ្ងៃរលំទេក៏ពិតខ្ញុំចង់យូរហើយកុំឆ្លោះគ្នាចាច់ផ្លេចគ្នាទៅឈប់លោកម្ចាស់ខ្ញុំបានឃើញផ្ទាល់នឹងភ្នែកកបិតអ៊ូជីមានមិនមែនជាពាក្យចចាមអារ៉ាមទេបញ្ចេញកបិតលឺខ្យល់ទុកកបិតវិញគ្មានសម្បោលខ្ញុំចំណាយពេលមិនអត់ប្រយោជន៍ទេអ៊ីតាសៀនខ្ញុំដឹងច្បាស់ណាស់លោកប្រើពេលអស់ជាច្រើនរៀបចំផែនការឲ្យលោកម្ចាស់ទី2ចាប់កូនកំមុំគេរួចហើយឲ្យលោកម្ចាស់ធំចេញមុខហួសៀនឡុងហើយនឹងកបិតអ៊ូជីទីបំផុតបង្ហាញខ្លួនហើយល្បិចនេះអស្ចារ្យណាស់លោកម្ចាស់ស្មានត្រូវណាស់ពេញជឿបង្ហាញមុខមាត់ហើយមិនយូរប៉ុន្មានទេពួកយើងប្រកាសជាអាចយកកំបិតអ៊ូជីបានកំបិតនៅក្នុងដៃរបស់គេធ្វើមិនអាចដណ្ដើមពីគេបានទៅធ្វើរឿងទៅតឹងមិនបានទេមានតែរកឱកាសសម្លាប់គេមិនបានទេធ្វើត្បិតតែលោកចេះវិជាគុណពូកែមែនប៉ុន្តែពេញជឿជាភ្លើងនេះចង់ដណ្ដើមកំបិតពីគេបើចៃដន្យកំបិតបាត់ទៅវិញពួកយើងមិនវីវធំទៅហើយទេលោកម្ចាស់ល្អជាមួយខ្ញុំខ្លាំងណាស់ខ្ញុំយល់ហើយចង់បានកំបិតអ៊ូជីត្រូវតែប្រើប្រាជ្ញាអត់ទេសាពេកមិនកើតទេខ្ញុំស្ដាប់តាមលោកម្ចាស់ពេលនេះសំខាន់គឺត្រូវរងចាំកុំធ្វើផ្ដេសផ្ដាស់ឲ្យសោះណានៅស្រុកសានស៊ីឯងឃើញពេញជឿបញ្ចេញស្នៀតពិតមែនប៉ុន្តែឯងមិនទាន់ដឹងច្បាស់ថាកំបិតអ៊ូជីលាក់ទុកនៅកន្លែងណាទេចៃដនបើធ្លុយដៃសម្លាប់ពេញជឿកន្លែងលាក់កំបិតរកមិនឃើញទៀតទេពួកយើងចំណាយពេលអត់ប្រយោជន៍លោកម្ចាស់
ពេញជឿនៅស្រុកសាន់ឈីយូរមកហើយជាង10ឆ្នាំមកនេះគេពូកែអត់ធ្មត់មិនឲ្យអ្នកណាចាប់ចំណុចខ្សោយគេបានបើសិនជាពួកយើងមិនប្រើល្បិចរហូតដល់ថ្ងៃនេះគេនៅតែដូរឈ្មោះដូរតកូលតើមានអ្នកណាដឹងលោកម្ចាស់ធំស្លាប់កំបិតអ៊ូជីលាក់កាន់តែចិត្តហេតុនេះពួកយើងត្រូវតែរកឱកាសអេតាសៀនយើងសួរអីឧទាហរណ៍ថាបើមនុស្សចិត្តស្លាប់តើគេយករឿងអត់កំបាំងប្រាប់អ្នកណាគេទៅរឿងនេះលោកម្ចាស់ខ្ញុំដឹងថាពេញជឿគេមានកូនប្រុសម្នាក់កូនស្រីម្នាក់ពេញជឿបានដកខ្លួនចេញពីពិភពគុណហើយឈប់ប្រើអាវុធដូរឈ្មោះដូរត្រកូលលាក់ខ្លួនអស់ជាង10ឆ្នាំបើសិនជាអត់មានការចាំបាច់គេមិនឲ្យកូនប្រុសរបស់គេបន្តយុទ្ធសាស្ត្រកំបិតអ៊ូជីទេជើងពួកយើងរមជោបាយធ្វើពេញជឿធ្លាក់ក្នុងសភាពគ្រោះថ្នាក់ទៅដើម្បីឲ្យគេបញ្ចេញមុខមាត់ពិតលោកម្ចាស់ខ្ញុំយល់ហើយខ្ញុំរមជោបាយធ្វើឲ្យពេញជឿធ្លាក់ក្នុងសភាពគ្រោះថ្នាក់រួចហើយឲ្យគេប្រាប់ពីកន្លែងលាក់កំបិតហើយក្លៀនបាយអើបាយនោះយកបាយមកទីមកក្លៀនបាយអើក្លៀនបាយទេឲ្យស្រាតវេកុំលោឡាប្រាប់ថាកុំលោឡាឲ្យសោះពួកឯងលោឡាមិនឲ្យបាយទេក្លៀនហេហេឯងស្គាល់ខ្ញុំទេស្គាល់វាយ៉ាងម៉េចមិនស្គាល់យ៉ាងម៉េចហេប៉ុន្តែខ្ញុំនឹងស្គាល់ឯងស្គាល់ទាំងលោកគ្រូរបស់ឯងទៀតផងណាលោកគឺកាលឆ្នាំនោះណាឯងនឹងបួសជាសង្ឃអូយខ្ញុំជាអ្នកកោសក់ឲ្យឯងណាអូលោកតាកោសក់គឺជាលោកមែនទេគឺពិតជាលោកមែនណាលោកពូជាង10ឆ្នាំមុនខ្ញុំរៀនយុទ្ធសាស្ត្រខ្ញុំធ្លាប់ឃើញលោកពូថ្ងៃនេះខ្ញុំធ្វើដំណើរទៅឆ្ងាយហើយបានជួបលោកពូម្ដងទៀតពួកយើងទាំងពីរគឺមាននិស្ស័យនៅគ្នាហើយប៉ុន្តែពួកយើងនៅមាននិស្ស័យទៀតណាថាម៉េចនៅមាននិស្ស័យទៀតត្រូវហើយថ្ងៃស្អែកនោះឯងចេញដំណើរហើយផ្លូវទៅឋានក្រមនោះពិបាកដើរណាស់បើខ្ញុំស្គាល់ផ្លូវរស់មួយណាមិនដឹងថាឯងនោះព្រមដើរអត់ទេផ្លូវរស់ត្រូវហើយស្លាប់ហើយរស់ឡើងវិញលោកពូឆាប់និយាយភ្លាមទៅណែក៏ប៉ុន្តែខ្ញុំសួរឯងណាឯងនៅតាមម៉ហ្នឹងមានដឹងថាមានកបិតអ៊ូជាអត់ធ្លាប់ឮអ្នកពិភពគុណម្នាក់នឹងចង់បានកបិតអ៊ូជីខ្ញុំដឹងព្រះអង្គមន្ត្រីរាជការឲ្យតែអ្នកណារកឃើញកបិតអ៊ូជីគឺបានរង្វាន់ច្រើនណាស់រឿងនេះខ្ញុំដឹងហើយហេផ្លូវរស់របស់ឯងនោះវាស្ថិតនៅលើកបិតហ្នឹងហើយផ្លូវរស់របស់ខ្ញុំនិងកបិតអ៊ូជីមានអីពាក់ព័ន្ធនឹងគ្នាទៅបើសិនជាឯងប្រគល់កបិតអ៊ូជីឲ្យទៅរាជការនោះថាមិនទៀងទេឯងនឹងបានរស់រៀនមានជីវិតតទៅទៀតកំបិតអ៊ូជីឮថាធ្លាក់ទៅក្នុងដៃរបស់អង្គរៈលើឡើងហួស៊ីនឡុងជាង10ឆ្នាំមុននៅតាមម៉ណែណាក៏បានស្គាល់ឈ្មោះគេដែរប៉ុន្តែឮត្រឹមតែឈ្មោះតែប៉ុណ្ណោះមិនដែលឃើញមនុស្សទេខ្ញុំជាអ្នកទោសស្អែកនេះត្រូវស្លាប់ហើយធ្វើមិនមានឱកាសទៅរកកំបិតនោះបានទៅអេ